នេះគឺជានាវាដឹកកុងតឺន័រដែលផ្ទុកទៅដោយទំនិញនិងវត្ថុមានតម្លៃជាច្រើនតើអ្នកមានធ្លាប់ដឹងទេថាមានទូកុងតឺន័ររាប់រយរាប់ពាន់គ្រឿងដែលបានធ្លាក់ចូលក្នុងមហាសមុទ្រដែលបណ្ដាលមកពីគ្រោះធម្មជាតិនិងបញ្ហាបច្ចេកទេសផ្សេងៗទូកុងតឺន័រដែលបានធ្លាក់ចូលមហាសមុទ្រទាំងអស់នោះនឹងត្រូវគេបោះបង់ចោលដោយពុំមានក្រុមអ្នកស្វែងរកឬមួយក៏នាវាស្ទួចស្រង់វាឡើងយកមកលើគោកវិញទេទោះបីក្នុងទូកុងតឺន័រនោះមានរថយន្តទំនើបគ្រឿងអលង្ការថ្លៃៗឬមួយក៏វត្ថុមានតម្លៃរាប់លានដុល្លារក៏ដោយសារការចំណាយទៅលើការជួលក្រុមអ្នករុករកមានតម្លៃលើសទំនិញទ្វេដងហើយច្បាប់ដែនសមុទ្រអន្តរជាតិក៏បានចែងដែរថារាល់ទូកុងតឺន័រឬមួយក៏ទំនិញទាំងអស់ដែលបានជួបឧបទ្ទវហេតុគ្រោះធម្មជាតិនិងបាត់បង់គឺក្រុមហ៊ុនដឹកជញ្ជូននឹងមិនសងសំណងឡើយម្ចាស់ទំនិញគឺត្រូវទទួលខុសត្រូវខ្លួនឯងហេតុនេះហើយទើបមានក្រុមហ៊ុនដឹកជញ្ជូនខ្លះតម្រូវឲ្យទិញធានារ៉ាប់រងរាល់ការដឹកជញ្ជូនវត្ថុមានតម្លៃនៅលើនាវាដឹកទំនិញអស់ទាំងនោះ